បាទសួស្តីបងប្អូនបាទថ្ងៃនេះមានក្របឧបករណ៍សាប់បាទប្រភេទ AE ទើបតែចូលស្តុកក្តៅបាទមានតាមຂະຫນាតអញ្ចឹង AE ដែលមានស្តុកឥឡូវនេះគឺយើងមានតាំងពី2ទឹកបាទ2ទឹកមេដែក2ជាន់2ទឹកមេដែកមួយជាន់អា2ជាន់អត់បានលើកមកកែទេក៏មានដូចគ្នាអានោះបងប្អូនស្គាល់ហើយអានេះអាសេរីក្រោយយើងទៅចូលបន្ថែមតើតើមួយ2ទឹកនេះអានេះវាតិចសងខាងបងប្អូនវាយអេមជាងស្ប៉ាតាមកកម្រិតដែរបាទតិចវាដប់អញ្ចឹងហើយកម្លាំងបុកវាក៏អូខេហើយអំភ្លីដែលយើងលេងជាមួយវាបានគឺប្រភេទអំភ្លី D100 DA ហ្នឹងយើងលេងបានហើយមកឆ្ងាញ់តែម្ដងឥឡូវយើងមកមើលប្រភេទធំវិញម្ដងបាទយើងមាននេះពីទឹកកន្លះនេះមេដៃ18បងប្អូនពីទឹកកន្លះមេដៃ108អេមបងប្អូនអើយនេះបាទស្អាតមែនតើនេះក្រមមេសហើយខាងនេះគឺ3ទឹកបាទមេដៃ18ដែរមេដៃ108បាទ2ជាន់សិតតែតិចសងខាងនិយាយទៅវគ្គក្រោយនេះគឺយើងយកតែ AE មកច្រើនតែម្ដងព្រោះវាល្អប្រើបាទទទួល feedback ពីភ្ញៀវគឺ AE នេះគឺវាយបាសធ្ងន់ល្អមែនតើបាទបងប្អូនឃើញអញ្ចឹងអានេះ3ទឹកមេដៃ108 2ជាន់ហើយខាងនេះហើយយើងមកមើល108អស់សិនអានេះក៏108ដែរបាទ3ទឹកមេដៃ108ហើយផងយើងគឺសិតតែ logo បាទយកមកលើកនេះគឺយកអា logo មកទាំងអស់តែម្ដងអានេះមេដៃ108 3ជាន់បាទ3ទឹកដែរអេបងប្អូនបាទវាយធ្ងន់ណាស់បាទវាហើយពួកវានេះគឺវាយខ្លាំងល្អដែរសាប៉ងវារឹងបាទអញ្ចឹងហើយកម្លាំងបុកវាគឺថាធ្ងន់តែម្ដងបាទអានេះ3ទឹកដែរបាទមើលទៅប៉ុន្តែបាទខុសមេដែកអានេះមេដែក222ជាន់ដែរបាទគូតឲ្យនឹងមុខចង់ប៉ុនគ្នាអីព្រោះ220អីតិចសងខាងមកក្រោមសអេមចាំបងប្អូនស្រឡាញ់មួយណាឆាតមកបាទហើយវ៉ាន់គឺមានស្តុកច្រើនបាទនៅខាងនោះទៀតនោះខាងនេះគឺ3ទឹកបាទមេដែក220អញ្ចឹងស៊េរី220គឺមាន2-3ប្រភេទបាទមាន2-3ប្រភេទអានេះ220អានេះដូចជាមិនមែន220ទេ223ស៊េរីនេះបងប្អូនវាមានអា220និង223អានេះ223 3ជាន់3ទឹកដែរបាទចានេះមុខវា3ទឹកហើយមេដៃវា223ជាន់បងប្អូននេះអេមកបងប្អូនអានេះ grade A AE ហើយនេះចូលលំដាប់ grade A ហើយបាទលំដាប់ grade ហើយបាទអញ្ចឹងបងប្អូននៅត្រូវការបាទឆាតមកអីវ៉ាន់មានស្តុកច្រើនបាទកាត់មកច្រើនលើកនេះបាទមានទាំង ampli មានទាំងក្របសាប់បាទខាងនេះគឺប្រភេទ ampli របស់យើងអញ្ចឹងបងប្អូននៅត្រូវការប្រភេទឧបករណ៍ដែលគុណភាពល្អបុកបាសធ្ងន់បាទអាចកំង AE អានេះបាទពីទឹកបាទអេមស៊េរីនេះទើបតែយកចូលទេបាទស៊េរីនេះទើបតែធ្វើមកទេពីរោងចក្របាទចំនួនក្រោយគេអាស៊េរីនេះចាំបងប្អូនត្រូវការឆានមកគឺមាន3ទឹកបាទចំនួន3ទឹក2ទឹកបាទមេដៃ108 3ជាន់223ជាន់ធំអស់ជាងគេអូខេអញ្ចឹងចាប់អារម្មណ៍មួយណាឆាតចូលពេចអរគុណ